ចាំមិនភ្លេចទេកាលនៅរៀនថ្នាក់ទី6ជីវិតកុមារឯកាគ្មានអ្នកជួយត្រូវព្រាត់ផ្ទាំងមួយទៅកំពង់ចាមម៉ោង4ទៀបភ្លឺភ្ញាក់ឡើងទាំងភ្នែកនៅស្លង់ស្លាមដកទឹកបើកឡានដឹកឲ្យមួយតាមបញ្ជាថៅកែមិនហ៊ានប្រកែធ្វើការរួចរាល់ថៅកែហុយបាយ4000ប្រញាប់ស្លៀកពាក់ឲ្យតន់ជីកង់ឡើងភ្នំចុះភ្នំយំឯចម្ងាយ30គីឡូញើហូរស្រក់ស្រោចដីបែកដើម្បីចំណេះដឹងថ្ងៃស្អែកហត់នឿយប៉ុណ្ណាក៏ត្រូវតែទ្រាំអោជីវិតដែរជីវិតកំសត់តាំងពីកុមារហើយឆ្លងទុំវេទនាឆ្លងកាត់ឧបសគ្គរួមមិនអស់ឡើយទូហត់នឿយខ្លាំងក៏មិនដែលគិតបោះបង់ឡើយស៊ូដកដង្ហើមវែងឆ្លើយថាត្រូវតស៊ូដើម្បីវាសនាចប់អនុវិទ្យាល័យជីវិតត្រូវបដូរផ្លាសាឡាមករៀនវិទ្យាល័យឯតាកែវបន្តវាសនាទាំងចិត្តកំព្រារស់នៅក្នុងវត្តជ្រកកោនអាស្រ័យព្រះសង្ឃគ្រប់គ្រាជីវភាពសក្សោយពេកពេងដូចគេឡើយរៀនចប់វិទ្យាល័យហក់លោតមកដល់សៀមរាបដីសិលបាំងធ្វើការហាងយប់យាមលាក់លក់គ្រឿងអនុស្សាវរីយ៍មិនដែលកន្តើយដល់ពីយប់អាធ្រាត្រទៅបានដាក់ខ្លួនសម្រាកនឿយណាយជីវិតមិនទាន់ដល់ត្រើយត្រូវតែរឹងមាំបន្តដំណើរអោជីវិតដែរជីវិតកំសត់តាំងពីកុមារហើយឆ្លងទុក្ខវេទនាឆ្លងកាត់ឧបសគ្គរួមមិនអស់ឡើយទូហត់នឿយខ្លាំងក៏មិនដែលគិតបោះបង់ឡើយស៊ូដកដង្ហើមវែងឆ្លើយថាត្រូវតស៊ូដើម្បីវាសនាពីកំពង់ចាមតាកែវដល់សៀមរាបទោះបីជាជីវិតរៀបស្មើឬជួបព្យុះភ្លៀងក៏បេះដូងមួយនេះមិនចេះចុះចាញ់ឡើយ